ការងារជួសជុលបញ្ហាស្ទះស៊ីហ្វុងបន្ទប់ទឹកដោយសារតែស៊ីហ្វុងបន្ទប់ទឹករបស់គាត់នេះគឺរត់ប្រព័ន្ធរយោប្រើប្រាស់ជាមួយនឹងស៊ីងលាងចានគឺរត់រួមគ្នាអញ្ចឹងកាលណាដល់ពេលដែលគាត់ប្រើប្រាស់កន្លែងលាងចានទៅធ្វើឲ្យវាច្រាលមកបន្ទប់ទឹករបស់គាត់អញ្ចឹងធ្វើឲ្យវាមានបញ្ហាក្លិនបញ្ហាអីហើយពេលខ្លះទៀតគឺគាត់ងូតទឹកនៅជាន់លើប្រើប្រាស់នៅបន្ទប់ជាន់លើគឺវាច្រាលចេញមកបន្ទប់ជាន់ក្រោមនឹងដែរអញ្ចឹងធ្វើឲ្យមានផលរំខាននៃការប្រើប្រាស់ដោយសារក្លិនផងដោយសារបញ្ហាទឹកច្រាលមកផងអញ្ចឹងពិបាកក្នុងការប្រើប្រាស់មែនទែនឥឡូវគឺក្រុមជាងកំពុងតែជួសជុលសម្អាតនៅប្រព័ន្ធរយោឲ្យស្អាតដើម្បីកុំឲ្យវាមានខ្លាញ់មានអីកកនៅក្នុងហ្នឹងហើយទាក់ទងជាមួយនឹងការងារនេះគឺយើងធ្វើប្រភេទផ្ទះជាលក្ខណៈផ្ទះបុរីតែក៏មានបញ្ហាអានេះយើងសុំទៅយកសុំថ្មិចឲ្យអស់ខ្លាញ់ឲ្យបែកខ្លាញ់អស់ទៅអានឹងវាលែងមានបញ្ហាស្ទះទៀតហើយសម្រាប់បងប្អូនដែលមានបញ្ហាឬក៏ត្រូវការជាងអីអាចទាក់ទងមកកាន់ក្រុមជាងយើងខ្ញុំបានគឺសេវាកម្មជួសជុលនៅក្នុងវិស័យបានជាអីទៅយកស្អាតម្ដងពីរដងបីដងធ្វើយ៉ាងណាឲ្យទឹកហូរសាច់ល្អនេះគឺខ្លាញ់ពេញសសនវាស្ទើរខ្លាញ់ដែលយើងពុកបែកហើយយើងមកសម្អាតវាស្អាតហើយគឺតែទឹកមកទៅវាធ្វើមិនឲ្យវាហូរដាច់អានឹងមិនយើងប្រើប្រាស់ទៅបានយូរឆ្នាំវិញ